vậy tới cứ intermittent fasting vậy tới cứ autophagy intermittent fasting ឬក៏គេហៅកាត់ថា IF ហ្នឹងគឺជាការអត់ញ៉ាំអាហារនៅក្នុងកំឡុងពេលណាមួយឧទាហរណ៍ថាយើងអត់ញ៉ាំ10ម៉ោងមានន័យថាយើង fasting 10ម៉ោងយើងអត់ញ៉ាំ18ម៉ោងឬក៏20ម៉ោងមានន័យថាយើង fasting 20ម៉ោងក្នុងការស្រាវជ្រាវដែលអ្នកវិទ្យាសាស្ត្រធ្វើជាទូទៅក្នុងកំឡុងពេល fasting ហ្នឹងគឺភាគច្រើនគេញ៉ាំទឹកគេអត់ញ៉ាំអីផ្សេងៗទេមានការសិក្សាច្រើនមែនតើបង្ហាញថាពេលដែលយើងធ្វើ fasting រយៈពេល24ម៉ោងទៅ48ម៉ោងមានន័យថាអត់ញ៉ាំអីសោះរយៈពេល24ម៉ោងឬក៏រយៈពេល48ម៉ោងជួយឲ្យរាងកាយយើងនឹងចូលនៅក្នុងលំនាំមួយគេហៅថា autophagy ហ្នឹងគឺជាអ្វីវាគឺជាដំណើរការមួយដែលរាងកាយយើងហ្នឹងគឺចាប់ផ្ដើមយកកោសិកាចាស់កោសិកាដែលខូចខាតកាកសំណល់ផ្សេងនៅក្នុងរាងកាយយើងឧទាហរណ៍ថាកោសិកាដែលចង់រីកលូតលាស់ទៅជាកោសិកាមហារីកចង់រីកលូតលាស់ទៅជាគិសវាចាប់ផ្ដើមយកអាកោសិកាទាំងអស់ហ្នឹងយកមកវាចាប់ផ្ដើមស៊ីឬក៏យកមកប្រើប្រាស់ធ្វើជាថាមពលអញ្ចឹងគឺវាល្អសម្រាប់រាងកាយយើងដូចឧទាហរណ៍ដូចសម្រាមអញ្ចឹងផ្ទះយើងសុទ្ធតែសម្រាមដល់ពេលយើង fasting 24ម៉ោងទៅដល់ចូលដល់ process autophagy រាងកាយយើងគឺ automatic តែម្ដងប្រមូលសម្រាមហ្នឹងយកមកប្រើប្រាស់ឡើងវិញឬក៏ឆ្នៃទៅជារបស់អីផ្សេងអាហ្នឹងចឹងឲ្យងាយយល់អាហ្នឹងគឺចឹងឯ autophagy គឺល្អមែនតើដែលពេលដែលវាប្រើប្រាស់កាកសំណល់ឬក៏កោសិកាចាស់អស់ហ្នឹងហើយគឺវាចាប់ផ្ដើមបង្កើតកោសិកាថ្មីចេញមកដែលកោសិកាហ្នឹងខ្លាំងមានសុខភាពល្អនេះហើយគឺជាមូលហេតុដែលធ្វើឲ្យយើងក្មេងជាងវ័យ